บសួរបងប្អូនទាំងអស់គ្នាចា៎ថ្ងៃនេះខ្ញុំយកវីដេអូចាស់ការបដាលេងនៅវិរីរំជុំគ្នាជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំយកមកកាត់តឡើងវិញចា៎តែសារទុកចោលយូរពេកហើយស្ដាយដែរថ្ងៃនេះមកបែបលក្ខណៈត្រឹមត្រូវបន្តិចទេសារយកវីដេអូមកកាត់តហើយបញ្ចូលសំឡេងខ្លួនឯងទៀតធម្មតាកាត់ទៅវីដេអូខ្លីៗហើយបញ្ចូលសំឡេងណាបងប្អូនដោយសារខ្ញុំអត់សូវចេះនិយាយច្រើនតែថ្ងៃនេះសាកមកបញ្ចេញសំនៀងដ៏ក្រអួនក្រអៅឲ្យបងប្អូនបានស្ដាប់ម្ដងមើលតើវាយ៉ាងម៉េចវិញណោះធ្វើដំណើរថ្ងៃហ្នឹងចាឃើញថាមេតិចតិចជុំមែនទេភ្លៀងតាមផ្លូវរហូតដល់គិរីរម្យមកហើយនេះទស្សនភាពនៅជុំវិញខ្លួនខ្ញុំចាងាកទៅឆ្វេងងាកទៅស្ដាំឃើញតែដំណក់ទឹកភ្លៀងអារម្មណ៍ពេលហ្នឹងអត់ដឹងថាយ៉ាងម៉េចទេរៀងស្រស់ស្រាយបន្តិចបែបសង្កេតសង្កោបន្តិចពណ៌នាមថៃបងប្អូនព្រោះកន្លងមកយើងទៅចំទៅពេលមេឃស្រឡះតែលើកទី1តែលើកនេះភ្លៀងរហូតចាតែវាមួយយ៉ាងដែរវាត្រជាក់ស្រួលគ្រាន់តែថាបើយើងថតរូបភាពគឺវាបានស្អាតទេហើយងាកមកខាងនេះវិញចាគឺចាប់កាមេរ៉ាបានថតវីដេអូខ្លីលេងអែនអនជាមួយបងទៅចាព្រោះយើងអង្គុយរងចាំជួបបុគ្គលិកដើម្បីកក់បន្ទប់សម្រាប់ស្នាក់នៅមួយយប់ចាអត់បានទៅយូរទេឆ្លៀតពេលខ្លីៗហ្នឹងក៏ទៅដើរលេងខ្លះទៅកុំឲ្យ stress ហើយនេះបងខ្ញុំជាអ្នកចាត់ការទាំងអស់ចាអ្នកនាំគោលដៅនេះហើយនេះនឹងគិតអីនាំគ្នាឆ្វេងឆ្វាយតែកាត់កំពង់មេឃភ្លៀងហ្នឹងចាចាប់ដើរឈុលតាដើរលេងហើយលះបោកទៅទៅឈឺមកមិនដែរម៉ែខាងបុគ្គលិកកាត់ជូនយើងមកដល់បន្ទប់ហើយមានតែអ្នករួចបងប្អូនសងំនៅប្រហែលជា2-3ម៉ោងដែរព្រោះភ្លៀងខ្លាំងខ្យល់ខ្លាំងថតអីក៏បានចឹងមានតែខែលកសែងខ្យល់បក់រវិចពពកចុះអាប់អង្គុយមើលទេសភាពពីក្នុងបន្ទប់ទៅក្រៅវិញទៅខ្យល់ខ្លាំងណាស់តែត្រជាក់ស្រួលមួយយ៉ាងដែរវាទទួលអារម្មណ៍ប្លែករាល់ដងដូចប្រាប់បងប្អូនចឹងតែចាំមេចាវាស្អាតតែរៀងក្តៅដេកស្ដាប់ភ្លេងមានអីត្រជាក់ជុំមកទៅបងប្អូនឃើញនៅក្នុងវីដេអូអញ្ចឹងគឺថាកន្លែងទៅខាងណាក៏ភ្លៀងដែរស្អាតឆឹងហ្មងមើលអីសឹងមិនខឹងប៉ុន្តែយ៉ាងហោចណាស់ក៏នៅតែផ្ដោតទុកមើលសំឡេងខ្យល់ដែលបងប្អូនស្ដាប់ឮនៅក្នុងវីដេអូហ្នឹងគឺសំឡេងប៉ិតហ្មងខ្ញុំអត់បិទសំឡេងទេចាគឺដាក់មកប៉ិតហ្មងថាជឿថាខ្យល់ខ្លាំងឬមិនខ្លាំងឥឡូវនេះមេចាប់ផ្ដើមរៀងស្លាស់ហើយនាំគ្នារៀបចំដើរលេងបរិវេណជុំវិញរីសតចាហើយមើលកន្លែងហ្នឹងទៅស្អាតដោយកន្លែងក្នុងរឿងតុក្កតាអញ្ចឹងស្អាតប្លែកនៅមានកន្លែងស្អាតជាច្រើនទៀតតែកន្លែងខ្លះក៏ពួកខ្ញុំបានទៅកន្លែងខ្លះក៏បានទៅដែរដោយសារពេលវេលាយើងខ្លីដែរហើយមកដល់កន្លែងអាងទឹកហ្នឹងសត្វតែឈោស្រែកណាសុំយកទឹកកង្វល់មកចោលនៅគិរីរម្យឲ្យអស់ហើយខ្ញុំណាក៏ដែរមានទឹកកង្វល់លោកមិនមែនតាមតែពីសុបាយទឹកកង្វល់តែប្រហែលនាទីបាត់អស់បាត់ទេសភាពស្អាតហ្មងហើយបន្ទាប់មកទៀតដើរមកកន្លែងគេទៅសេអសរខាងគិរីរម្យអូយខ្យល់ខ្លាំងទុកខ្លួនអត់ចង់ជាប់ទេកន្លែងហ្នឹងខ្យល់ខ្លាំងមែនទេចេញពីកន្លែងមួយទៅកន្លែងមួយចាអត់មានបានទៅណាឆ្ងាយទេវានាំគ្នាដើរគយគុណប្រឹក្សាក៏ជជែកគ្នាលេងបដាទៅកន្លែងណាឃើញដាក់ឈើឬក៏មានផ្កាណាស្អាតចឹង
ថតទៀតណានិយាយទៅលងនឹងសម្រាប់ធម្មជាតិហ្មងដូចដើមស្រល់នឹងវិញស្លឹកគេមូលមូលគួរឲ្យស្រឡាញ់ហ្មងគឺលងនឹងសម្រាប់ធម្មជាតិមែនទេណាខ្ញុំជាក់ភ្នែកវាបងប្អូនណាអញ្ចឹងអត់តែឃើញផ្កាឬក៏ដើមឈើស្អាតនឹងថតទុកហើយនេះវិញអត់ដឹងថាផ្កាអីទេប៉ុន្តែស្អាតតាមគេទៀបឯផ្ការៀងពណ៌ផ្កាឈូកស្អាតមែនទេហ្មងចង់ទៅដកយកមកដាំតាហើយកន្លែងនេះវិញក៏ស្អាតដែរខ្យល់បក់ខ្លាំងហើយផ្កាស្មៅហ្នឹងគេបក់រេទៅរេមកតាមកន្លែងខ្យល់ហ្នឹងហើយស្របពេលដែរពពកគេរសាត់ទៅម្ដងអញ្ចឹងទៅហើយគេមកវិញនិយាយទៅវាចំស្អាតទទួលបានអារម្មណ៍មួយដែលស្រស់ស្រាយចាហើយរូបចុងក្រោយនេះមានប្រមាណសន្លឹកហ្នឹងឯងបងប្អូនអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយបាយបាយ